Ba cái ba nó bông thầy thì đây bông ồn ta ngày ní mà nói thay mày vậy tới cứ thầy bông cho mình sneak bông ba cần cha thầy cho mình sneak bông đó vì nào cái chơi thơ đài cả tha để khác qua thơ tới chinh anh đi gọi chinh anh tập bên nàng ai hai ngày ní cứ nhôm mở ba hai bị ca thơ mà nhôm thấy bây để nhôm mở vô má cứ dương vô mỏng bông vi sắn á hay bắt đầu má cứ nhôm chập đà mà dịp trăm lại dân han sneak bông han ai chẳng màuដោយសារអីខ្ញុំឆាជាមួយនឹងត្រីដេមពងហ្នឹងក៏ឆាជាមួយស្នៀតពោតហើយនិយាយទៅរសជាតិវាឆ្ងាញ់ប្លែកម្យ៉ាងហើយនឹងស្លឹកខ្ទឹមខ្ញុំទុកលីងវាខ្លះហើយនឹងយើងទុកដាក់ពីលើឆាខ្លះពេលដែលយើងឆាហើយចំពោះត្រីវិញគឺខ្ញុំផ្លះយកតែសាច់ទេយើងយកសាច់ហ្នឹងយកមកហាន់កង់មកដើម្បីយើងយកទៅបំពងទៅវាស្រួលបំពងហើយវាឆាប់ឆ្អិនបងប្អូនកាត់កង់ដុំតិចតូចចឹងមកពេលដែលយើងយកទៅបំពងវាស្រួយល្អហើយវាឆាប់ឆ្អិនណាបន្ទាប់ពីយើងកាន់ចឹងហើយបានខ្ញុំយកម្សៅបំពងហ្នឹងយកមកប្រឡាក់ជាមួយនឹងត្រីហ្នឹងបានយើងយកទៅបំពងនិយាយទៅងាយធ្វើទេចំពោះត្រីនេះយើងយកត្រីឌៀបឬក៏ត្រីអីដែលមានសាច់ច្រើនមកពេលដែលយើងយកទៅឆាទៅវាស្រួយបំពងហើយវាឆ្ងាញ់ខ្ញុំចាក់ប្រេងឆានៅក្នុងខ្ទះហ្នឹងឲ្យវាក្តៅសិនទើបខ្ញុំដាក់ត្រីដែលខ្ញុំប្រឡាក់ម្សៅមិញចូលណាហើយយើងបំពងវាឲ្យឆ្អិននៅឡើងក្រហមស្រួយមកព្រោះអីត្រីនៅពេលដែលយើងដាក់ម្សៅបំពងទៅវាស្រួយស្បែកវាស្រួយសបកវានឹងឆ្ងាញ់ហើយពេលដែលយើងយកទៅឆាក៏អត់បែកសាច់ត្រីដែរបន្ទាប់ពីត្រីយើងវាឡើងឆ្អិនហើយសបកវាឡើងក្រហមហើយខ្ញុំចាប់ផ្ដើមស្រង់ត្រីនឹងចេញយើងដាក់លីងខ្ទឹមខ្ញុំចូលចិត្តលីងស្លឹកខ្ទឹមជាមួយនឹងមើមខ្ទឹមដើម្បីវាឲ្យតែឈ្ងុយណាបន្ទាប់មកខ្ញុំចាក់ស្នៀតពោតដែលខ្ញុំចិតមិញនឹងចូលមកឆាងាយបងប្អូនស្រួលធ្វើហើយចំពោះត្រីយើងហូបច្រើនក៏ល្អដល់សុខភាពដែរអញ្ចឹងបងប្អូនចាក់ត្រីនឹងចូលមកហើយយើងត្រឡប់ឆាដើម្បីឲ្យស្នៀតពោតយើងឆ្អិនទៅសាច់ត្រីយើងឆ្អិនហើយបន្ទាប់មកបងប្អូនថែមគ្រឿងមកដាក់ស្ករអំបិលប៊ីចេងស៊ុបខ្នុរហើយនឹងប្រេងខ្យងអីតិចតួចទៅតាមរសជាតិដែលបងប្អូនចង់ហូបអញ្ចឹងណាចង់បានផ្អែមប្រៃអីគឺតាមចំណង់ចំណូលចិត្តហើយបន្ទាប់មកយើងដាក់ទឹកបន្តិចដើម្បីឲ្យវារៀងសើមឆាយើងកុំឲ្យវាគោកពេកណាហើយខ្ញុំដាក់ម្ទេសចូលបន្តិចមកដើម្បីវាមានជាតិរៀងហឹរតិចអាហ្នឹងវារត់តែបង្កើនរសជាតិឆ្ងាញ់ដែរសម្រាប់អ្នកដែលចេះហឹរបើអ្នកអត់សូវចេះហឹរអាហ្នឹងមិនបាច់ដាក់ទេម្ទេសហ្នឹងណាហើយតែប៉ុណ្ណឹងរួចរាល់ហើយបងប្អូននិយាយទៅបងប្អូនអាចសាកធ្វើបានខ្ញុំធានាថាឆ្ងាញ់ហ្មងព្រោះអីខ្ញុំធ្វើហើយវាងាយធ្វើទៀតអ្នកដែលគាត់អត់សូវចេះធ្វើម្ហូបអីក៏អាចធ្វើបានដែរស្រួលធ្វើសំខាន់មុខម្ហូបមួយមុខនេះចាស់អីក៏គាត់ចូលចិត្តដែរដោយសារតែសាច់ត្រីគឺវារៀងទន់វាផុយហើយសំខាន់គឺល្អដល់សុខភាពទៀតចំពោះសាច់ត្រីស្នៀតពោតហ្នឹងណាអញ្ចឹងបងប្អូនឲ្យសាកល្បងបានពេលមានត្រីឬក៏ស្នៀតពោតអីសាកធ្វើមើលនិយាយទៅធានាថាឆ្ងាញ់ហ្មងហើយប៉ាម៉ាក់ឬក៏បងប្អូនអីអ្នកផ្ទះគឺធានានឹងឲ្យចូលចិត្តអីអរគុណច្រើនបាយបាយ